ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំបាននាំអារម្មណ៍ពុកម៉ែបងប្អូនទាំងអស់គ្នាទៅញ៉ាំអីជាមួយខ្ញុំនៅខាងក្រៅថ្ងៃនេះសូមរៀបថាកាលីបបន្តិចណាអត់ញ៉ាំបាយផ្ទះទេបាយពេញផ្ទះអត់ញ៉ាំតែរត់ទៅញ៉ាំបាយនៅខាងក្រៅពួកអីនឹកឃើញឃ្លានមីចិននេះឆ្ងាញ់ណាស់បងប្អូនហើយរសជាតិវិញគឺថាអត់មានគូប្រៀបតែម្ដងនិយាយទៅបងប្អូនគឺខ្ញុំសុំតែសើហ្មងមីចិននឹងឆ្ងាញ់ណាស់បងប្អូនអើយហើយសម្រាប់បងប្អូនដែលគាត់នៅខាងសហរដ្ឋអាមេរិកនៅរដ្ឋអារីโซណាគាត់អាចទៅសាកញ៉ាំបានអានេះខ្ញុំអត់មានផ្សព្វផ្សាយទេបងប្អូនតែវាឆ្ងាញ់មែនខ្ញុំចង់ឲ្យបងប្អូនទាំងអស់គ្នាសាកញ៉ាំរសជាតិឆ្ងាញ់ណាស់បងប្អូននិយាយទៅខ្ញុំដើរសាកញ៉ាំកន្លែងផ្សេងណាគឺអត់ដូចកន្លែងហ្នឹងទេឆ្ងាញ់ហ្មងបងប្អូនហើយនេះខ្ញុំមកចែករំលែកឲ្យបងប្អូនទាំងអស់គ្នាបានញ៉ាំរបស់ឆ្ងាញ់ទាំងអស់គ្នាហើយកន្លែងហ្នឹងគឺកន្លែង favorite របស់ខ្ញុំហ្មងបងប្អូនគឺពាក្យច្រើនគឺខ្ញុំទៅញ៉ាំអីនៅហ្នឹងនិយាយទៅបងប្អូនទាំងអស់គ្នាខ្ញុំទៅកន្លែងហ្នឹងមកហូបដែលខ្ញុំចូលចិត្តញ៉ាំជាងគេគឺមីចិនហ្នឹងមីចិនហ្នឹងដើមកំណើតរបស់គេហ្នឹងគឺគេមកពីខាងឆុងឈីងខ្ញុំមិនសូវចេះហៅទេបងប្អូនហៅខុសឆ្គងអីក៏ប្រកាន់ណាតែរសជាតិឆ្ងាញ់មែនប្លែកហ្មងបងប្អូនប្លែកមែនតែនហ្មងរសជាតិឆ្ងាញ់ណាបងប្អូនសាកទៅញ៉ាំម្ដងដល់ញ៉ាំដូចខ្ញុំដែរហើយពួកអីខ្ញុំញ៉ាំខ្លាំងមែនតែននិយាយទៅថ្ងៃខ្លះនឹកឃើញគឺឃ្លានរសជាតិមីចិនខ្លាំងមែនតែនហើយយើងអាចធ្វើបានទេបងប្អូនអើយពួកអីយើងអត់ចេះធ្វើទេអត់ដឹងថាគេដាក់គ្រឿងអីគេខ្លះទេបានជាតិខ្លាំងមែនតើហ្មងហើយនៅក្នុងគេមានស្ពៃជូរមានសាច់ជ្រូកច្រាំហើយមានជាមួយនឹងសៀងខ្មៅអូយ the best ហ្មងបងប្អូនអើយឆ្ងាញ់ណាស់បាច់និយាយច្រើនទេបងប្អូនមើលតែមាត់អ្នកញ៉ាំមកដឹងហើយនិយាយពីថាឆ្ងាញ់តែម្ដងបងប្អូនអើយចាប់មាត់ជីបហ្មងហើយតែសៃមីវិញបងប្អូនគឺថាទុនល្មើយឆ្ងាញ់ខ្លាំងមែនតើហ្មងអញ្ចឹងបងប្អូនដែលនៅរដ្ឋអារីโซណានៅខាងសហរដ្ឋអាមេរិកអាចទៅសាកញ៉ាំបានឆ្ងាញ់ណាស់បងប្អូនឆ្ងាញ់មែនតែបងប្អូនទាំងអស់គ្នាក៏លើចំណូលចិត្តដែរថាបងប្អូនទាំងអស់គ្នាចូលចិត្តញ៉ាំរបៀបប្រភេទអាហារចិនអត់សៀវឈួនអត់ចឹងណាសម្រាប់ពួកខ្ញុំគឺខ្ញុំចូលចិត្តអាក្លិនសៀវឈួនហើយរសជាតិសៀវឈួនអញ្ចឹងហើយបើខ្ញុំញ៉ាំទៅឆ្ងាញ់អញ្ចឹងណាខ្ញុំខ្លាចថាបងប្អូនខ្លះក៏អត់ចេះញ៉ាំអីអញ្ចឹងណាតែសម្រាប់ខ្ញុំគឺវាឆ្ងាញ់មែនតើណាបងប្អូនហើយសម្រាប់អាស័យដ្ឋានណាខ្ញុំដាក់នៅក្នុង comment ឲ្យបងប្អូនទាំងអស់គ្នាណាអញ្ចឹងបងប្អូនអាចទៅសាកញ៉ាំបានសម្រាប់អ្នកដែលនៅរដ្ឋអារីโซណានៅខាងសហរដ្ឋអាមេរិកណាហើយកន្លែងហ្នឹងមានម្ហូបច្រើនណាបងប្អូនមិនមែនមានតែប៉ុណ្្នឹងទេម្ហូបច្រើនទៀតតែគ្រាន់ថាចំណូលចិត្តរបស់ខ្ញុំគឺខ្ញុំទៅញ៉ាំតាមហ្នឹងអញ្ចឹងណាបងប្អូនហើយនេះមើលមាត់ដាក់យកហ្មងនិយាយទៅអត់ខ្វល់ពីអីទាំងអស់ឲ្យទៅដល់កន្លែងហ្នឹងគឺមួយចានហ្នឹងខ្ញុំញ៉ាំអស់ម្នាក់ឯងហ្មងបងប្អូនក៏ពិតមួយចានហ្នឹងគេញ៉ាំ2នាក់3នាក់អីចង្កាលតែយើងមានមួយចានម្នាក់ឯងដាច់ផឹងតែម្ដងឃើញរៀងស្វិតតូចអញ្ចឹងឯណាចាកលាកាសមួយចានដាច់ផឹងហ្មងអត់មានលោលេងទេនិយាយទៅដល់បងប្អូនណាខ្លះដូចខ្ញុំអត់ទេខ្ញុំឲ្យតែថាខ្ញុំញៀនញ៉ាំអីគឺខ្ញុំចូលចិត្តទៅញ៉ាំតែហ្នឹងហ្មងញ៉ាំរហូតដល់តែធំហ្មងឆ្អែតបានឈប់ទៅនិយាយទៅគឺថាត្រឡប់អាក្រក់មួយហ្នឹងគឺថាចោលអត់បានតែម្ដងញ៉ាំតតែធំបានឈប់ញ៉ាំបើថាមិនអញ្ចឹងទេមួយថ្ងៃអង្គុយតែនឹកឃើញឃ្លានតែរសជាតិមួយហ្នឹងទេទៅមិនតឲ្យបានញ៉ាំបើអត់បានញ៉ាំទេគឺថាមិនកាត់ទុកមិនសុខចិត្តតែម្ដងបងប្អូនដេកមិនលក់បក់មិនលះហើយនេះជាទម្លាប់តែម្ដងហើយក៏សូមអរគុណមែនតើសម្រាប់ពុកម៉ែបងប្អូនទាំងអស់គ្នាដែលបានចូលមើលវីដេអូរបស់នាងខ្ញុំហើយកុំភ្លេចជួយ Subscribe Channel YouTube និងជួយ Like Page របស់នាងខ្ញុំម្នាក់មួយផងណាដើម្បីឲ្យមានកម្លាំងចិត្តធ្វើវីដេអូមកទៀតបងប្អូនទាំងអស់គ្នានិយាយទៅរាល់ថ្ងៃនេះគឺថាឆ្លៀតខ្លាំងមែនតើធ្វើការផងធ្វើវីដេអូផងអូយមួយថ្ងៃចង់ដោះដៃដោះជើងឲ្យបាន2-3ទៀតទេដើម្បីឲ្យងាយស្រួលជាងហ្នឹងណាបងអូនចាអញ្ចឹងក៏សូមអរគុណហើយយើងជួបគ្នានៅវីដេអូក្រោយណាបងប្អូនទាំងអស់គ្នាខ្ញុំនឹងមានវីដេអូថ្មីបន្តថែមទៀតណាឲ្យតែបងប្អូនទាំងអស់គ្នាជួយគាំទ្រខ្ញុំគឺខ្ញុំនឹងមានកម្លាំងចិត្តធ្វើបន្ថែមអូខេបាយបងប្អូន